ហើយទុនសាយក៏បោរត់បាត់ទៅបាយបាយយាយលាសិនហើយអរគុណសម្រាប់ជ័យថ្ងៃនេះយាយឯទុនសាយកាលបោពីភូមិនោះចូលទៅក្នុងព្រៃលុះទៅដល់ត្រពាំងមួយប្រុងចូលមកផឹកទឹកពេលនោះមានខ្យងនៅក្នុងត្រពាំងមកខាត់ថាអេទុនសាយអ្វីក៏មកផឹកទឹកយើងទៅវិញទុនសាយតបថាធ្វើម៉េចបើយើងផឹកទឹកនេះតើជាទឹកម៉ែឪអាណាខ្យងតបថាទឹករបស់អញបើដូច្នោះឯងបោលភ្នាល់នឹងយើងទៅយើងបោលលើគោកឯងបោលក្នុងទឹកបើឯងបោលលឿនជាងយើងឈប់ផឹកទឹកត្រពាំងនេះតែបើឯងបោលចាញ់យើងផឹកទឹកត្រពាំងនេះខ្យងក៏ព្រមភ្នាល់មានតែស្អីយើងភ្នាល់បានទៅរួចខ្យងក៏គិតគ្នាវាថាយើងមិនដាក់គ្នាឲ្យជុំមាត់ត្រពាំងនេះបើទន្សាយវាស្រែកហៅកុំឲ្យអ្នកឯក្រោយឆ្លើយឡើយហើយអ្នកដែលនៅខាងមុខនោះត្រូវតែឆ្លើយឡើងគិតគ្នារួចស្រេចហើយក៏ស្រែកទៅប្រាប់ទុនសាយថាណែទុនសាយឯងបោលទៅចុះយើងនឹងហើយគិតថាឯងបោលឈ្នះយើងមែនទុនសាយបោលទៅក៏ស្រែកហៅខ្យងណែនេះខ្យងដល់ណាហើយនងខ្យងខាងមុខឆ្លើយថាគូកទុនសាយក៏លាន់មាត់ថាម៉ែនេះខ្យងនេះវារត់លឿនទៅឆ្ងាយម្លេះទុនសាយបោលទៅទៀតហើយក៏ហៅទៀតនេះខ្យងខ្យងខាងមុខនោះឆ្លើយឡើងថាគូកទុនសាយបោលពុំចេះទាន់ឡើយហត់ណាស់ចង់ដាច់ខ្យល់ហើយពេលនោះទុនសាយក៏ទទួលចាញ់ប្រាជ្ញាខ្យងមិនហើយលោកទុនសាយព្រមចាញ់ហើយនៅយើងព្រមចាញ់ហើយយើងចាញ់ឯងក៏បានពេលនោះទុនសាយពុំហ៊ានផឹកទឹកត្រពាំងបឹងបួឯណាឡើយផឹកតែទឹកសន្សើមតាំងពីពេលនោះមក